ជំរាបសួរបងប្អូនទាំងអស់គ្នាបងមកជួបជាមួយនឹងអ្នកគ្រូសាស្ត្រខ្មែរម្ដងទៀតជាមួយនឹងថ្នាក់ភាសាអង់គ្លេសកម្រិត1របស់យើងចាអញ្ចឹងនៅក្នុងសប្តាហ៍នេះដែរយើងនៅតែបន្តនៅ unit 12 របស់យើងដែលមានចំណងជើងថា inner time ហើយយើងនឹង continue ទាំងអស់គ្នាជាមួយនឹង lesson 5 គឺ skill time ចាអញ្ចឹងជំនាញដែលអ្នកគ្រូនឹងបង្ហាញបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះគឺជំនាញទាក់ទងជាមួយនឹងការស្ដាប់ក៏ដូចជាការអានទៅលើអត្ថបទអូខេអញ្ចឹងមុនពេលយើងអាចអានអត្ថបទមួយបានយ៉ាងត្រឹមត្រូវអ្នកគ្រូនឹងបង្ហាញពាក្យមួយចំនួនទៅកាន់បងប្អូនទាំងអស់គ្នាសិនដោយសារតែពាក្យទាំងអស់នោះគឺទាក់ទងជាមួយអត្ថបទរបស់យើងអញ្ចឹងនៅពេលដែលយើងចេះអានពីអត្ថបទយើងគឺចេះអានផងដែរអូខេអញ្ចឹងយើងក្រឡេកមើលមកកាន់ពាក្យរបស់យើងទាំងអស់គ្នាគឺពាក្យទាំងអស់ហ្នឹងគឺបានមកពី The Family and Friends Cafe ចាអញ្ចឹងពាក្យទាំងអស់ហ្នឹងគឺយើងបានយកវាចេញពីនៅក្នុង menu មានថាមុខ menu នៅក្នុងហាងកាហ្វេ Family and Friends របស់យើងអូខេអញ្ចឹងនៅក្នុងហ្នឹងគឺយើងបែងចែកជា3ផ្នែកណាមានថាមុខ menu របស់យើងណាគឺបែងចែកជា3ផ្នែកផ្នែកទី1គឺទាក់ទងជាមួយនឹង food គឺអាហារហើយទី2គឺទាក់ទងជាមួយនឹង dessert គឺបង្អែមហើយផ្នែកទី3គឺទាក់ទងជាមួយនឹង drinks ចាគឺភេសជ្ជៈអូខេអញ្ចឹងយើងប្រឡែកមកមើលពាក្យនៅក្នុងមុខម្ហូបជាមុនសិនណាថាតើពាក្យនៅក្នុងមុខម្ហូបឯនៅដែលវាមាននៅក្នុង menu នៅក្នុងហាងកាហ្វេរបស់ Family and Friends របស់យើងហ្នឹងមានមុខម្ហូបគេខ្លះណាអូខេអញ្ចឹងពាក្យទី1ឬមុខម្ហូបទី1គឺ meat ប្រែថាអ្វីបងចាគឺប្រែថាសាច់បន្តមកទៀតគឺពាក្យថា fish ប្រែថាត្រីបន្តទៀតគឺ rice ប្រែថាបាយអូខេអញ្ចឹងបន្តគឺពាក្យថា bread ប្រែថានំប៉័ង eggs ប្រែថាស៊ុប carrots ប្រែថាការ៉ុតហើយនៅក្នុងមុខម្ហូបខាងក្រោយរបស់គេគឺមានពាក្យថា tomatoes ឬក៏ tomatoes ប្រែថាផ្លែប៉េងបោះអូខេអញ្ចឹងនៅក្នុងបញ្ជីមុខម្ហូបរបស់គេគឺមានប៉ុណ្ណឹងតើហើយយើងបន្តមើលបញ្ជីទៅជាមួយបង្អែមម្ដងតើគឺមានមុខបង្អែមអ្វីខ្លះណាអូខេទី1គឺ ice cream ប្រែថាការ៉េមបន្តទៀតគឺពាក្យថា yogurt ប្រែថាចាទឹកដោះគោជូរឬក៏យ៉ាអូអូខេbird គឺពាក្យថា apple ប្រែថាផ្លែប៉ោមិនដែរគឺពាក្យថា banana ប្រែថាផ្លែ yes ផ្លែចេកមានប្រែផ្លែខ្វិតណាអូខេ and the last word គឺពាក្យថា grapes ប្រែថាផ្លែទំពាំងបាយជូរអូខេអញ្ចឹងបញ្ជីមុខម្ហូបដែលគ្រូបានបង្ហាញហើយចាបញ្ជីបង្អែមបានបង្ហាញហើយឥឡូវយើងមើលបញ្ជីពាក្យតទៅជាមួយនឹងប្រភេទភេសជ្ជៈថាតើក្នុង Family and Friends Cafe គឺមានប្រភេទភេសជ្ជៈអ្វីខ្លះណាអូខេភេសជ្ជៈទី1គឺគេមាន apple juice ប្រែថាទឹកផ្លែប៉ោមបន្តមកទៀតគឺ orange juice គឺប្រែថាទឹកក្រូចណាបន្តទៀតគឺ water ប្រែថាទឹកធម្មតាហ្នឹងឯងហើយនឹងភេសជ្ជៈចុងក្រោយគឺ milk ប្រែថាទឹកដោះគោអូខេអញ្ចឹងនៅពេលនេះគ្រូបានបង្ហាញអស់ហើយតើតជាមួយនឹងពាក្យដែលមាននៅក្នុង menu របស់ Family and Friends Cafe របស់យើងអញ្ចឹងបន្ទាប់ពីនេះអ្នកគ្រូនឹងបង្ហាញតើតជាមួយអត្ថបទសន្ទនារវាងមនុស្ស2នាក់ដែលគាត់បានទៅដល់ហាងកាហ្វេរបស់ Family and Friends ហ្នឹងអូខេចឹងអ្នកគ្រូនឹងបង្ហាញតើអញ្ចឹងយើងមើលនេះនៅក្នុងហាងកាហ្វេហ្នឹងនៅពេលហ្នឹងគឺមានការសន្ទនារវាងមនុស្ស2នាក់ទី1គឺសាលីហើយទី2គឺអេម៉ាតើគាត់សន្ទនាអ្វីខ្លះអញ្ចឹងអ្នកគ្រូនឹងចាក់អក្សរសម្លេងឲ្យទាំងអស់គ្នាស្ដាប់ជាមុនសិនក្រោយពេលស្ដាប់ហើយយើងនឹងរៀនអានទាំងអស់គ្នាយើងរំចាំអ្នកគ្រូបន្តិចListening 135. Listen and read. I'm hungry. Let's look at the menu. I like meat and rice. I like ice cream and I like apple juice, but I don't like milk. What do you like, Emma? I like ice cream too. I like milk, but I don't like apple juice. I like bananas, but I don't like grapes. ចាអរគុណច្រើនអញ្ចឹងតើតើជាមួយនឹងការ
the everyone was read all together. I'm hungry. Let's look at the menu. I like meat and rice. I like ice cream and I like apple juice. But I don't like milk. What do you like, Emma? Okay. អញ្ចឹង Sally អត់ប្រាប់ Sally ណាគាត់បាននិយាយថាខ្ញុំឃ្លានតោះយើងមើលទៅក្នុងមុខមីនុយមើលតើមានអ្វីខ្លះណាអូខេតោះមក Sally ថាខ្ញុំចូលចិត្តសាច់ហើយនឹងចូលចិត្តចាបាយគាត់ញ៉ាំសាច់ជាមួយបាយហើយឯណានិយាយថាខ្ញុំចូលចិត្តការ៉េមហើយនឹងចាទឹកផ្លែប៉ោមប៉ុន្តែខ្ញុំចូលចិត្តទឹកដោះគោទេហើយ Sally ក៏បានសួរទៅកាន់ Emma ថាតើអ្នកចូលចិត្តអ្វីដែរ Emma គាត់ថា Emma តើឯងចូលចិត្តអ្វីដែរអូខេឥឡូវយើងមើលមកកាន់ Emma ម្ដង Emma បាននិយាយថា I like ice cream too but I like milk sorry ម្ដងទៀត I like ice cream too I like milk but I don't like apple juice I like bananas but I don't like grapes ចា Emma ក៏បានឆ្លើយថាខ្ញុំចូលចិត្តការ៉េមផងដែរមានថាខ្ញុំក៏ចូលចិត្តការ៉េមដែរនិយាយថាអញ្ចឹងណាខ្ញុំចូលចិត្តទឹកដោះគោប៉ុន្តែខ្ញុំមិនចូលចិត្តទឹកផ្លែប៉ោមទេហើយ Emma ក៏ជិះទៀតថាខ្ញុំចូលចិត្តផ្លែចេកប៉ុន្តែខ្ញុំមិនចូលចិត្តទំពាំងបាយជូរទេចាអញ្ចឹងតើតើជាមួយនឹងមេរៀនទី12របស់យើង lesson 5 ចាទៅជាមួយ skill time ទៅលើការស្ដាប់ឬការអានរបស់គ្នាដែរគឺត្រូវបានបញ្ចប់អរគុណបងប្អូនទាំងអស់គ្នាក្នុងការតាមដានការបង្រៀនរបស់អ្នកគ្រូសូមព្រះប្រទានពរ